បាទខ្ញុំបាទសូមជម្រាបសួរលោកលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីឡើងមកនេះពួកយើងនឹកលោកអ្នកនាងកញ្ញាមិនភ្លេចទេហើយឡើងមកនេះគ្រាន់តែចង់ជម្រាបថាពេលនេះពួកយើងកំពុងតែរងចាំមើលថាតើការតវ៉ារបស់អ្នកស្រីប្រធាននារីស្រីនឹងតវ៉ាសម្រាប់បានបែបណាបើសិនជាសម្រាប់បានយើងនឹងត្រៀមខ្លួនចូលធ្វើការវិញក៏ប៉ុន្តែបើសម្រាប់មិនបានទេយើងក៏នឹងត្រៀមខ្លួនដើម្បីបង្កើតស្ថាប័នថ្មីមួយទៀតដើម្បីចូលខ្លួនមកបម្រើជួយលោកស្រីនាងកញ្ញាទន្ទឹមគ្នានេះដែរខ្ញុំបាទសូមអរគុណលោកអ្នកនាងកញ្ញាទាំងអស់ដែលតែងតែបង្ហាញសមាជិកចង់ជួយក្រុមការងាររបស់យើងខ្ញុំបាទបានតាមដានជាហូរហើយគឺបង្ហោះនៅលើបណ្ដាញសង្គមថាសុខចិត្តបង$1សុខចិត្តបង$5ដើម្បីក្នុងមួយខែដើម្បីជួយទ្រទ្រង់ដំណើរការអាស៊ីត្រីឡើងវិញខ្ញុំបាទតាមនាមក្រុមការងារវិទ្យុអាស៊ីត្រីទាំងអស់នោះសូមអរគុណលោកស្រីពូមីងមានទាំងអស់ដែលមានសមាជិកដើម្បីជួយទ្រទ្រង់ឲ្យអាស៊ីត្រីនឹងដំណើរការឡើងវិញក៏ប៉ុន្តែយ៉ាងណាក៏ដោយចុះជាឱកាសនេះខ្ញុំបាទសូមជម្រាបថាមកទល់នៅពេលនេះក្រុមការងាររបស់យើងគ្មានគោលការណ៍ណាមួយដើម្បីដើររៀនពីប្រាក់ទេខ្ញុំបាទក្តីបើសិនជាយកលុយមកឲ្យខ្ញុំបាទសូមមេត្តាកុំអន់សុខចិត្តបើខ្ញុំបាទមិនទទួលខ្ញុំបាទនឹងមិនទទួលពេលនេះទេក៏ប៉ុន្តែយើងនឹងទទួលប្រសិនបើយើងបង្កើតគោលស្ថាប័នមួយបានហើយយើងមានគណនីត្រឹមត្រូវមានអ្នកទទួលត្រឹមត្រូវនៅពេលនេះយើងនឹងបង្ហោះជូនជាសាធារណៈនៅលេខគណនីថ្មីរបស់យើងប្រសិនបើយើងបើកវិទ្យុអាស៊ីសេរីមួយក៏យើងហៅថាទូរទស្សន៍អាស៊ីសេរីថ្មីពេលនោះខ្ញុំបាទនឹងជម្រាបជូនលោកស្រីនាងកញ្ញាដើម្បីទទួលយកការឧបត្ថម្ភទាំងនោះដូច្នេះគ្រាន់តែចង់ជម្រាបជូនលោកនាងកញ្ញាថាវិទ្យុអាស៊ីសេរីយើងនឹងធ្វើដំណើរការវិញក្រោមក្របខ័ណ្ឌអាស៊ីសេរីដដែលបើសិនជាតតាមបានឬមួយក្រោមក្របខ័ណ្ឌអង្គការថ្មីមួយទៀតហើយនៅពេលហ្នឹងយើងក៏នឹងជម្រាបជូនលោកនាងថាតើលោកនាងកញ្ញាអាចជួយក្រុមយើងបានដោយរបៀបណាដែលមានលេខគណនីត្រឹមត្រូវតែម្ដងដូច្នេះនេះគ្រាន់តែជាការជម្រាបជូនដំណឹងបណ្ដោះអាសន្នទេយើងនឹងវិលមកជួបលោកនាងជាថ្មីឡើងវិញនៅព័ត៌មានថ្មីៗតទៅថាតើយើងនឹងបង្កើតថ្មីឬមួយក៏យើងនឹងដំណើរការវិទ្យុអាស៊ីសេរីចា៎បាទសូមអរគុណលោកនាងកញ្ញាសូមជម្រាបលាទៅត្រឹមនេះ